ឈើចាទូទៅគឺមានចំណុចទាំងអស់នេះចាទី1គឺពួកគាត់មានភាពរឹងរូសពិបាកក្នុងការបត់បែនទី2គឺមានមហិច្ឆតាខ្ពស់ចាទី3គឺតាក់ទងជាមួយនឹងការខកចិត្តលឿនបើសិនជាមិនបានដូចអ្វីដែលគាត់រំពឹងទុកឬក៏អ្វីដែលគាត់បានគិតចាទី4តាក់ទងការជួយចិត្តគ្រប់គ្រងប៉ុន្តែជួយចិត្តណែនាំដល់អ្នកដទៃចាទី5គឺការដែលគាត់មិនសូវក្នុងការអត់ធ្មត់បានច្រើនប្រហែលទេចំពោះមនុស្សឬក៏អ្វីមួយដែលមិនមានភាពច្បាស់លាស់ឬក៏គ្មានទិសដៅចាទី6គឺតាក់ទងការដែលគាត់នឹងងាយនឹងហត់នឿយឬក៏កើតការ stress ទៅលើការទទួលខុសត្រូវចាអញ្ចឹងអ្វីទាំងអស់នេះសុទ្ធសឹងតែបងប្អូនដែលគាត់កើតធាតុឈើចាមានចំណុចរួមចាប៉ុន្តែក្នុងនោះក៏មានការបែងចែកទៅលើបងប្អូនដែលមានធាតុឈើយិននិងឈើយ៉ាងចាដែលតាក់ទងឈើយ៉ាងគឺគាត់ច្រើនតែរឹងមាំចារឹងមាំប៉ុន្តែរៀងរឹងរូសបន្តិចចាសម្រាប់បងប្អូនដែលមានធាតុឈើយិនភាគច្រើនគាត់ទន់ភ្លន់ចាហើយងាយនឹងទទួលរងឥទ្ធិពលពីអ្នកដទៃលឿនចាអញ្ចឹងទាំងអស់នេះគឺសុទ្ធសឹងសម្រាប់បងប្អូនដែលមានធាតុឈើចាប៉ុន្តែទូទៅវាមិនទាំងស្រុងទាំងអស់នោះទេចាវាមានការខុសតិចតួចទៀតទៅតាមថ្ងៃខែពេលវេលាកាត់របស់ពួកគាត់រៀងខ្លួនចាអរគុណ